ta là dương châu mà nó không bị tạo đấy dương hiện to miền tiết hiện tại toàn lấy chạy đàn pì trắng dương thường chạy là biểu cho năm là biểu mơ tới lấy chạy đàn pì nắng lấy chạy đàn pí cứ cana lấy nắng cứ chia chừng nguồn củ cana cho nón cột cúឬក៏ប្រចាប់ដៃលេខ0លេខហ្នឹងចែកដៃនឹង2ហើយអញ្ចឹងឧទាហរណ៍ងាយលេខគូឧទាហរណ៍ថា84អញ្ចឹង84នេះក៏ទួយវា4អញ្ចឹងក៏ទួយវាគូអញ្ចឹងលេខហ្នឹងចែកដៃនឹង2ហើយហើយយើងจะចែកនឹង2មកបាន4ពីដង8 0 2ពីដង4អញ្ចឹង84នេះចែកដៃនឹង2នេះគឺបានចម្លើយ42អត់មានក្បៀសមានអីទេហ្នឹងគេហៅថាលេខចែកដាច់នឹង2ហើយហ៎យើងមានលេខទៀតលេខបញ្ចប់ដោយ0 100ចែកនឹង2បាន50អញ្ចឹងលក្ខខណ្ឌលេខចែកដៃ2គឺជាលេខណាដែលបញ្ចប់ដោយចំនួនគត់គូឬបញ្ចប់ដោយ0ហ្នឹងចែកដៃនឹង2ហើយហ៎ឥឡូវយើងមើលលេខ25ចែក2អត់ដាច់ទេ25ចែក2បាន12.5អញ្ចឹងវាចែកអត់ដាច់ទេមានក្បៀសអញ្ចឹងមិនចែកអត់ដាច់ទេហេតុអីយើងមើល25មិនមែនជាចំនួនគត់គូទេហើយលេខ5ក៏ជាចំនួនសេសដែរមិនជាចំនួនគត់គូទេអញ្ចឹងមិនថាវាអត់ចែកដាច់នឹង2ទេអញ្ចឹងលក្ខខណ្ឌរបស់យើងបើជាអាចទៀតចែកដាច់នឹង2លុះថាតែលេខហ្នឹងជាលេខគត់គូឬក៏លេខវាបញ្ចប់ដោយលេខគត់គូឬក៏បញ្ចប់ដោយលេខ0ទោះវាប្រហែលខ្ទង់ក៏ដោយសំខាន់ក៏ទុយវាខាងក្រោយនេះបញ្ចប់ដោយលេខគូទៅថាជា14 3 7 9តែកតុយវាបញ្ចប់ដោយ4ចេះគឺលេខហ្នឹងចែកដាច់នឹង2ប្រកាសជាចែកដាច់នឹង2ព្រោះកតុយវាគឺជាចំនួនគត់គូគឺរបៀបសិក្សាលេខឬក៏លក្ខណៈសម្គាល់នៃលេខចែកដាច់នឹង2គឺរបៀបហ្នឹងអរគុណច្រើន